ធ្វើដំណើរតាមដងផ្លូវជាតិឬផ្លូវលំក៏ដោយវាទាមទារឲ្យអ្នកបញ្ជាយានយន្តទាំងអស់គឺចេះអធ្យាស្រ័យឲ្យគ្នាបាទពិសេសគឺផ្លូវបំបែកជា4យើងសង្កេតឃើញទាំងមិនថាតែក្មេងទេបាទទាំងចាស់ទាំងក្មេងជាទូទៅគឺកន្លែងផ្លូវបំបែកជា4មិនសូវជាចាប់អារម្មណ៍ទេបាទមើលឆ្វេងស្ដាំស្រឡះហើយវឹងតែម្ដងបាទតែយើងមិនអាចទស្សន៍ទាយបានថាមានយានយន្តផ្សេងទៀតដែលនឹងឆ្លងកាត់ពីមុខយើងនោះទេបាទដូច្នេះវាទាល់តែយើងនឹងទៅដល់កន្លែងផ្លូវបែកជា4នឹងបន្ថយលបឿនបាទមួយទៅបាទកុំបន្ទាន់ខ្លាំងពេកបាទនឹងនិយាយពីផ្លូវបែកជា4ហើយនៅលើដងផ្លូវជាតិទៀតសោតបងប្អូនប្រិយមិត្តត្រូវយល់ពីកន្លងផ្លូវដែលយើងកំពុងធ្វើដំណើរបើសិនបើយើងជិះម៉ូតូឬជិះកង់បាទកន្លងផ្លូវរបស់យើងគឺនៅខាងគៀនស្ដាំដៃណាបាទមិនមែននៅជាប់នឹងទ្រូងផ្លូវនឹងទេបាទអារាំងដៃទ្រូងផ្លូវនេះមិនមែនជាផ្លូវរបស់ម៉ូតូឬកង់ទេអាហ្នឹងបងប្អូនប្រិយមិត្តយល់ត្រង់ចំណុចនេះជាប់នឹងទ្រូងផ្លូវហ្នឹងអារាំងដែកហ្នឹងផ្លូវហ្នឹងគឺជាផ្លូវរបស់ឡានបាទហើយថយមកខាងស្ដាំមកកលៈទៀតហ្នឹងផ្លូវរបស់ឡានដែរប៉ុន្តែគ្រាន់តែលបឿនវាមិនសូវលឿនទេដល់កង់ម៉ូតូលបឿនរបស់ផ្លូវរបស់កង់ម៉ូតូគឺនៅខាងស្ដាំគៀនគេនោះបាទជាមួយនឹងថ្មើរជើងជាដើមអញ្ចឹងតំបន់ខ្លះគឺការបើកបរហ្នឹងមិនសូវជាយល់ពីការងារចរាចរណ៍នឹងទេបាទគាត់ឲ្យតែឃើញស្រឡះគាត់ឡើងមកហើយមិនដឹងថាផ្លូវនេះជាផ្លូវរបស់រថយន្តឬក៏ផ្លូវរបស់ស្អីទេបាទគាត់អត់ដឹងទេដឹងតែពីស្រួលបាទអាការនេះឲ្យនាំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាន់តែច្រើនអញ្ចឹងបងប្អូនប្រិយមិត្តគួរតែយល់ត្រង់ចំណុចនេះហើយការបើកបរគឺត្រូវចេះអធ្យាស្រ័យឲ្យគ្នាបងប្អូនបាទមានន័យថាបើយើងមិនសូវជាលឿនទេឬក៏ល្មមទេយើងមកកន្លងផ្លូវយើងមកហើយបើឃើញថាគ្នាបន្ទាន់ហើយពិសេសឡានពេទ្យណាបាទរថយន្តសង្គ្រោះនោះសង្គ្រោះបន្ទាន់បាទត្រូវតែកិច្ចឲ្យរថយន្តសង្គ្រោះបន្ទាន់ឬក៏ឡានបលូតអគ្គិភ័យទៅមុនបាទអានឹងច្បាប់ចរាចរណ៍គឺបែបហ្នឹងហើយការបើកបរពិសេសគឺបងទៅកង់ឡានធំនោះបាទទៅកង់ឡានធំជាឥឡូវរៀងក្រាន់បាទពីមុនគឺគាត់បើកមិនសូវយល់គ្នាអ្នកឡានតូចឬក៏ជិះម៉ូតូជិះកង់ទេបាទត្រូវជប្លេគាត់ដាក់ជប្លេមកពេញធឹងមកឆ្ងាញ់ដៃទៅមកខ្ញុំមិនបន្ទោសឬមិនចោទទៅលើបុគ្គលណាទេប៉ុន្តែគ្រាន់ថាបើសិនជាមានមែននោះបាទឥឡូវនេះបើសិនជាមានក៏សូមការបន្ថយសូមការយល់យោគណាបាទឡានធំបងបើសិនបើឃើញមនុស្សចាស់ឆ្លងផ្លូវឬថ្មើរជើងឆ្លងផ្លូវបងជួយបន្ថយលបឿនហើយអាចឈប់ឲ្យពួកគាត់ធ្វើដំណើរផងទៅបានកុំអានេះខ្លាំងពេកប៉ុន្តែមានគ្រោះថ្នាក់យើងអត់និយាយតូចធំទេយើងនិយាយខុសនឹងត្រូវបាទអញ្ចឹងជាថ្មីម្ដងទៀតណាបាទការបើកបរពិសេសគឺម៉ូតូកង់គឺមិនអោយឡើងមកផ្លូវលបឿនលឿនរបស់ឡានឬរថយន្តទេហើយផ្លូវលបឿនលឿនរបស់រថយន្តគឺជាប់នឹងទ្រូងផ្លូវនឹងឯងអារនាំងដែកហ្នឹងបាទហើយបន្ទាប់មកគឺផ្លូវលបឿនមធ្យមរបស់ឡានឬរថយន្តដែរដល់ម៉ូតូកង់គឺនៅខាងស្ដាំដៃគៀនអញ្ចឹងនឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកជូនណាបាទដើម្បីរក្សាសុវត្ថិភាពរបស់អ្នកគ្នាកុំឲ្យមានបញ្ហាដែលនាំឲ្យមានវិបត្តិសារីសម្រាប់ក្រុមគ្រួសារនោះបាទអរគុណបងប្អូនបាទខ្ញុំមានប៉ុណ្្នឹងសម្រាប់ចែកជូនបាទសូមអរគុណសូមជម្រាបលា